សូមអនុញ្ញាតគោរពនឹងជម្រាបសួរប្រិយមិត្តបងប្អូនទាំងអស់គ្នាមកកាន់ Channel ព័ត៌មានថ្មីៗជាបន្តទៀតថ្ងៃនេះខ្ញុំបានដកស្រង់នៅព័ត៌មានទាក់ទងទៅនឹងស្ថានភាពទឹកនៅឯខេត្តកំពង់ធំឃើញថាស្ថានភាពទឹកនៅឯខេត្តកំពង់ធំនៅតែមានការហក់ឡើងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី6ខែតុលាឆ្នាំ2022ម្សិលមិញនេះរដ្ឋបាលខេត្តកំពង់ធំបានធ្វើនៅសេចក្តីប្រកាសយ៉ាងដូចនេះថាសេចក្តីជូនដំណឹងស្តីពីស្ថានភាពទឹកភ្លៀងក្នុងខេត្តកំពង់ធំជំនន់ទឹកភ្លៀងយោងតាមសេចក្តីជូនដំណឹងស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងអូតូនិយមចុះផ្សាយថ្ងៃទី4ខែតុលាឆ្នាំ2022នេះរដ្ឋបាលខេត្តកំពង់ធំមានកិត្តិយសសូមជម្រាបជូនដល់ដំណឹងដល់សាធារណជនជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្នុងស្រុកសណ្ដាន់ស្រុកប្រាសាទសម្បូរស្រុកកំពង់ស្វាយស្រុកសន្ទុកក្រុងស្ទឹងសែនស្រុកបារាយណ៍និងស្រុកស្ទងឲ្យបានជ្រាបថាកាលពីថ្ងៃទី4ខែតុលាឆ្នាំ2022កន្លងទៅនៅស្ថានីយវាស់កម្ពស់ទឹកខេត្តកំពង់ធំទឹកស្ទឹងសែនបានហក់ឡើងដល់កម្រិតកម្ពស់14ម៉ែត្រជាកម្ពស់ទឹកដែលប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាមួយគ្នានេះទឹកស្ទឹងសែនផ្នែកខាងលើកំពុងតែកើនឡើងជាលំដាប់តាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងអូតូនិយមកាលពីថ្ងៃទី4ខែតុលាឆ្នាំ2022បានព្យាករណ៍ថាតំបន់ខ្ពង់រាបមានជាអាតខេត្តឧត្តរមានជ័យខេត្តព្រះវិហារផ្ទៃរងទឹកភ្លៀងអាងទឹកស្ទឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើនដោយផ្អែកតាមស្ថានភាពនេះទឹកស្ទឹងនឹងហូរមកដល់ផ្នែកខាងក្រោមជាបន្តបន្ទាប់រយៈពេល3ទៅ7ថ្ងៃខាងមុខដែលធ្វើឲ្យកម្ពស់ទឹកស្ទឹងសែននៅស្ថានីយវាស់កម្ពស់ទឹកកំពង់ធំអាចនឹងកើនដល់កម្រិតដែលប្រកាសឲ្យមានការប្រុងប្រយ័ត្នដល់កម្រិតដែលត្រូវឲ្យប្រកាសអាសន្នតែម្ដងគឺកម្រិតដែលត្រូវប្រកាសអាសន្ននោះគឺ14.30ម៉ែត្រមានន័យថា14ម៉ែត្រកន្លះក្រៅពីនេះដោយសារតែមានភ្លៀងបានធ្លាក់បន្តបន្ទាប់ជារៀងរាល់ថ្ងៃដូច្នេះបណ្ដាស្រុកផ្សេងទៀតក៏អាចប្រឈមទៅនឹងទឹកជំនន់ទឹកភ្លៀងផងដែរសេចក្តីជូនដំណឹងដោយបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះទឹកជំនន់ទឹកភ្លៀងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងដែលនឹងអាចកើតមានឡើងជាយថាហេតុទន្ទឹមនឹងនេះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់អន្តរាគមន៍សង្គ្រោះនិងក្នុងករណីចាំបាច់ត្រូវជម្លៀសប្រជាពលរដ្ឋទូទៅកាន់ទីទួលមានសុវត្ថិភាពឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ផងដែរបាទប្រិយមិត្តបងប្អូនទាំងអស់គ្នាសូមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាហើយនេះគឺរូបភាពខ្លះកាលពីថ្ងៃទី3ទី4ខែតុលាហើយនឹងរូបភាពខ្លះគឺនៅថ្ងៃទី6ខែតុលាឆ្នាំ2022ផ្ទាល់តែម្ដងដូច្នេះសូមប្រិយមិត្តបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីទទួលបានរាល់វីដេអូព័ត៌មានទាក់ទងទៅនឹងបញ្ហាផ្សេងថ្មីនៅក្នុងស្រុកខ្មែរក៏ដូចជាបណ្ដាប្រទេសផ្សេងសូមប្រិយមិត្តបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុចជាវ Channel Admin ម្នាក់មួយផងណាសូមអរគុណ